កូនកស៊ូដើម្បីដាំធំទៅយកជនជាតិគេមកដាក់ហើយចូលកន្លែងហ្នឹងចូលបានទៀត3ឆ្នាំមុនខ្ញុំទៅជាមួយអ្នកតំណាងរាស្ត្រម៉ែនខាវរិនកំពង់ធំខ្ញុំទៅស្រុកយើងកំពង់ធំជំរងចាត់ណាស្ទងណាបាទមិនស្ទងកំពង់ធំជំរងចាត់ស្រុកសួរតំណាងរាស្ត្ររឿងកំពង់ធំជំរងចាត់ណាស្រុកអីបាទស្រុកស្ដានទេបាទខ្ញុំទៅដឹងមិនទេជួនចេះខ្មែរក៏និយាយថាបងឯងមានគេនិយាយពីវ៉ាងដើបើខ្ញុំអត់ចេះនិយាយបងឯងគ្មានសិទ្ធអីមកចូលកន្លែងចការកស៊ូខ្ញុំទេបើខ្ញុំថាដីហ្នឹងដីខ្មែរណាអត់ទេទៅសួរលោកនាយករដ្ឋមន្ត្រីបងឯងទៅគាត់ឲ្យខ្ញុំទៅឯងមកចូលញ៉ៃវិញណាគេមើលងាយយើងជាខ្មែរម្ចាស់ដីក្នុងនាមមិនយកខ្មែរជាសត្រូវការនិយាយនេះមិនមែននិយាយដើម្បីបញ្ចែកបញ្ចើឬក៏បង្អាប់បុគ្គលណាមួយទេតែនិយាយដើម្បីទ្រទ្រង់ជាតិយើងទាំងអស់គ្នាបើប្រទេសជាតិមួយអស់ទឹកអស់ដីអស់ប្រេងប្រសាអស់សាសនាគឺយើងរត់លាយហើយអញ្ចឹងបងប្អូនកុំឲ្យអ្នកនយោបាយផ្ដេកព្រួតថានៅស្ងៀមទៅគេទៅធ្វើខ្សែទៅចការទៅរឿងនយោបាយក៏ខ្ញុំអាទុកហ្នឹងហើយគិតពី93មកមិនបាច់និយាយអតីតកាលទេបងប្អូនដឹងគិតពី93មកដល់20ឆ្នាំឃើញវិបត្តិសង្គមយ៉ាងម៉េចហើយចោះប្រជាពលរដ្ឋអត់ដីគ្រាន់តែចែកដីហិតតាគ្នាទៅក្នុងម្នាក់មនុស្សញ៉ាំប្រមាណកំប៉ុងក្នុងមួយខែញ៉ាំប្រមាណគុណមួយឆ្នាំទៅហើយគុណជាស្រូវទៅចេញពីអង្គទៅស្រូវពីសម័យសង្គមរាស្ត្រនិយមគ្រូមួយចាំមកពូជហើយទៅណាក៏គេទៅដឹងមើលលើកកូនឲ្យទៀតឥឡូវគ្រូល្អក្រលូគ្រូបងគ្រូល្អក្រលូក្រឆាប់ហើយគេមើលងាយទៅសាក់ទៀតគ្រូពលាជាការសិស្សមើលងាយវាយបែកក្បាលគ្រូឲ្យលុយគ្រូតើឯណាទៅតម្លៃសិលធម៌នៃមន្ត្រីរាជការនៅសហរដ្ឋអាមេរិកប្រទេសដែលខ្ញុំចេះដឹងនៅទីនោះហើយខ្ញុំមើលឃើញអំពីគុណធម៌នៃអ្នកដឹកនាំគេស្រឡាញ់ទៅដល់សត្វឆ្កែឲ្យមកទេជាមួយញ៉ាំបាយតុកជាមួយគ្នាទៀតណាចោះយើងជាខ្មែរដូចគ្នាយើងមានមកជាអ្នកដឹកនាំហើយយើងក៏នៅចង់ប្រើចង្អុលដៃមើលងាយមើលថោកប្រជាប្រដ្ឋបើយើងអស់ប្រជាប្រដ្ឋទៅតើយើងអាចគ្រប់គ្រងប្រទេសបានទេបើយើងអត់មានសេដ្ឋកិច្ចយើងបន្តជួយអន្តោប្រវេសន៍ឲ្យចូលប្រទេសយើងនៅពេលដែលគេកើនកំណើនមក5ឆ្នាំទៀត10ឆ្នាំទៀតចូល10លានមកកាយកោចូលប100ឆ្នាំទៀតក៏អត់ឈ្នះគណៈបព្វជិជនដែរបើយើងអត់ប្រើពេលសិទ្ធិរបស់យើងអត់មាននិយាយពីរឿងអើជាតិសាសន៍ទេបាទប៉ុន្តែសូមឲ្យច្បាប់អន្តោប្រវេសន៍នេះធ្វើឲ្យត្រឹមត្រូវនៅប្រទេសអាមេរិក165ជាតិសាសន៍គេនៅបានណាហើយម្ចាស់ជាតិដើមនឹងគេអត់មានមើលងាយមើលថោកម្ចាស់ជាតិដើមទេពេលកាត់មកវ៉ាបាន$5000ភ្លាមហើយធ្វើការគេអត់កាត់ពន្ធដារទៅទៀតគេឲ្យតម្លៃម្ចាស់ជាតិដើមដែលប្រទេសគេមកគ្រប់គ្រងតែកម្ពុជាក្រោមតើមានយួនឲ្យតម្លៃកម្ពុជាក្រោមមានតែចាប់លោកសង្ឃអត់ឲ្យបង្រៀនភាសាខ្មែរហើយយកយួនដែលចេះខ្មែរមកបង្រៀនខ្មែរថាសេរីភាពសាសនាអីខ្ទេចខ្ទីអស់ហើយប្រទេសជាតិ